ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហ្នឹងហើយសម្រាប់វីដេអូថ្ងៃនេះដែរពួកយើងនាំអារម្មណ៍បងប្អូនទាំងអស់គ្នាទៅលេងកំសាន្តនៅព្រះរាជស្ដេចគំលុងដែលមានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំហើយនឹងនៅក្បែរនឹងលានជលដំរីដែរបងប្អូនហ្នឹងហើយបងប្អូនហើយសម្រាប់ព្រះរាជស្ដេចគំលុងនេះគឺមានបណ្ដោយ25ម៉ែត្រនិងកម្ពស់6ម៉ែត្រហើយមានចម្លាក់រូបទេវតានឹងចំនួន7ជាន់មានឆ្លាក់ទាំងនៅខាងក្នុងនិងនៅទាំងខាងក្រៅគឺមានក្បាច់រចនាល្អស្អាតមែនទែនហ្នឹងហើយសម្រាប់លានស្ដេចគំលុងនេះផងដែរគឺត្រូវបានកសាងឡើងនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី7នៅចុងសតវត្សទី12សម្រាប់នៅទីកន្លែងនេះបើតាមអ្នកជំនាញបានបញ្ជាក់ថាគឺជាមែនសម្រាប់បូជាព្រះភ្លើងដល់ព្រះរាជាដែលបានសោយទីមង្គលទៅនឹងហើយសម្រាប់ឈ្មោះស្ដេចគំលុងនេះគឺជាឈ្មោះដែលប្រជាពលរដ្ឋឬក៏ប្រជាជនរស់នៅជុំវិញហ្នឹងជាអ្នកហៅទេបងប្អូនដោយសារតែបដិមាមួយអង្គដែលដាក់នៅខាងលើហ្នឹងគឺជាបដិមាដែលកសាងពីថ្មភក់ហើយនៅពេលដែលរងទឹកភ្លៀងនិងរងកម្ដៅយូរទៅក៏ឡើងជាផ្សិតនៅតាមសាច់ថ្មហ្នឹងបងប្អូនហើយនៅពេលដែលយើងមើលទៅប្រៀបបាននឹងមនុស្សកើតខ្លុងតទៅពេលអញ្ចឹងទៅក៏ដាក់ឈ្មោះថាជាស្ដេចគំលុងអញ្ចឹងទៅតាមពិតបដិមាដែលនៅខាងលើមួយអង្គហ្នឹងដែលអង្គុយបញ្ឈរជង្គង់ខាងស្ដាំមួយជំហានហ្នឹងគឺជារូបព្រះយមរាជគឺជាទេវៈនៃយុទ្ធធម៌បងប្អូនខាងក្រៅក៏ឆ្លាក់ហ្នឹងហើយបងប្អូនហើយសម្រាប់ចម្លាក់នៅព្រះលានស្ដេចគំលុងនេះយើងអាចនិយាយបានថាគឺជាចម្លាក់លានហើយឬក៏ចម្លាក់ជ្រៅហ្នឹងដោយសារតែយើងអាចមើលឃើញរូបបដិមាឬក៏រូបទេវៈទាំងឡាយហ្នឹងផុសចេញមកស្អាតមែនទែនទោះបីជាយើងមើលត្រង់ឬក៏យើងមើលពីចំហៀងក៏នៅតែឃើញរូបច្បាស់ដែរហើយសម្រាប់ចម្លាក់ខ្មែរទាំង3ប្រភេទទី1គឺចម្លាក់លឹបឬក៏ចម្លាក់រាក់ទី2ចម្លាក់លៀនឬក៏ចម្លាក់ជ្រៅនិងទី3ចម្លាក់លោតឬក៏ចម្លាក់ដាច់ហ្នឹងខ្ញុំនឹងធ្វើវីដេអូជូនបងប្អូននៅក្នុងវីដេអូក្រោយមួយទៀតដើម្បីបញ្ជាក់ឲ្យច្បាស់ពីចម្លាក់ទាំង3ប្រភេទនេះ你在这里的脚用那个手机在这里拍能拍得到。后边，哎，对，是真的，对，那个很好，蛮好的。上面还拿剑呢。然后你看那个有那个男生那个。នឹងបងប្អូនសម្រាប់រូបចម្លាក់ទាំងនេះប្រហែលជាឆ្លាក់មិនទាន់ហើយគឺស្ថិតនៅក្នុងដំណាក់កាលឆ្លាក់ព្រាងបងប្អូនព្រោះអីជាធម្មតាចម្លាក់របស់ដូនតាយើងនៅតាមជញ្ជាំងហ្នឹងទី1គឺត្រូវគូសគំនូសព្រាងឲ្យមានស្នាមសិនបន្ទាប់មកគឺពួកគាត់ដាប់ឆ្លាក់ព្រាងដើម្បីឲ្យចេញជារូបរាងទៅតាមអ្វីដែលចង់បានហើយដំណាក់កាលចុងក្រោយគឺគាត់ឆ្លាក់រំលីងសម្អាតឲ្យរលោងស្អាតប៉ុន្តែចម្លាក់នេះគឺនៅមានស្នាមឆ្នូតស្នាមក្រើមអត់ទាន់បានដកខាត់ឲ្យចប់សັບគ្រប់ទេណែបងប្អូននេះរូបព្រះយមរាជតែនេះជារូបតំណាងទេរូបពិតប្រាកដត្រូវបានដកចេញហើយនេះស៊ីម៉ង់នេះឡើយយើងចុះពីស្ដេចគំលុងទៅខាងនេះលានជលដំរីតែនេះអាចជាមុខរាជវាំងមុនមុខរាជវាំងបានតភ្ជាប់ជាមួយនឹងលានជលដំរីនេះហាមឡើងខាងលើរៃអៃរវ៉ាន់យានជំនិះព្រះអិនខាងក្រោយមានការឈូកចាប់ចុះមកវិញ
នេះនេះក្បាលប្រមាណ1 2 3 4 5ក្បាល7